ទោះបីស្នាមរបួសនៃសង្គ្រាមនៅតែបន្សល់ទុកនៅលើប្រាសាទបុរាណ សាលារៀន ផ្លូវថ្នល់ ស្ពាន និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋក៏ដោយ ប៉ុន្តែពន្លឺនៃយុត្តិធម៌ដែលកម្ពុជាទន្ទឹងរង់ចាំកំពុងលេចជារូបរាងជាបណ្ដើរៗតាមរយៈការទទួលស្គាល់និងការបង្ហាញការពិតពីស្ថាប័នអន្តរជាតិធំៗដូចជាអង្គការ UNESCO និងអង្គការសហប្រជាជាតិជាដើម គិតមកដល់ខែសីហាឆ្នាំ 2026 នេះមានរយៈពេលជាង1ឆ្នាំហើយចាប់តាំងពីថៃបានបើកការវាយប្រហារឈ្លានពានកម្ពុជាកាលពីថ្ងៃទី24 ខែកក្កដានិងបន្តជាលើកទី2ក្នុងខែធ្នូឆ្នាំ 2025 ការវាយប្រហារនេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទបុរាណនៅតាមព្រំដែនជាពិសេសប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកទន្ទឹមនឹងនោះហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនក៏រងការបំផ្លិចបំផ្លាញគណៈប្រជាពលរដ្ឋស៊ីវិលប្រមាណ 65,000 នាក់ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីលំនៅឋានហើយរហូតមកដល់ពេលនេះប្រជាពលរដ្ឋជាង 20,000 នាក់នៅតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញបានដោយសារតំបន់មួយចំនួននៅតែស្ថិតក្រោមការកាន់កាប់ខុសច្បាប់របស់ទាហានថៃអ្វីដែលគួរឲ្យកត់សម្គាល់ក្នុងរយៈពេលជាង1ឆ្នាំកន្លងមកនេះគឺការពិតជំវិញសង្គ្រាមកំពុងតែបញ្ជាក់កាន់តែច្បាស់តាមរយៈការស៊ើបអង្កេតការវិតម្លៃនិងរបាយការណ៍របស់ស្ថាប័នអន្តរជាតិលទ្ធផលនេះក៏ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីនិងបញ្ជៀសការប្រជុំមុខដោយប្រើអាវុធជាក់ស្ដែងនៅក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក WAC លើកទី48ដែលរៀបចំឡើងកាលពីថ្ងៃទី26ដល់ថ្ងៃទី29 ខែកក្កដាឆ្នាំ 2026 នៅសាធារណរដ្ឋកូរ៉េដែលមានការចូលរួមពីប្រទេសសមាជិកចំនួន162រួមទាំងអង្គការអន្តរជាតិនិងដៃគូពាក់ព័ន្ធ UNESCO បានសម្រេចថ្កោលទោសការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារក្នុងពេលមានចំនួនប្រដាប់អាវុធទោះបីសេចក្តីសម្រេចរបស់ UNESCO មិនបានរៀបរាប់ឈ្មោះប្រទេសថៃដោយផ្ទាល់ក៏ដោយប៉ុន្តែផតាងមិនអាចប្រកាច់បានគឺថៃបានប្រើយន្តហោះទម្លាក់គ្រាប់បែកបំផ្លាញប្រាសាទដ៏វែងចំណាស់របស់ពិភពលោកស្របពេលជាមួយគ្នានេះលោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានបំពេញទស្សនកិច្ចរយៈពេល2សប្តាហ៍និងចុះទៅកាន់តំបន់ភៀសឹកតាមបណ្ដោយព្រំដែនដើម្បីស្វែងយល់ដោយផ្ទាល់ពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់លោកបានលើកឡើងនៅក្នុងរបាយការណ៍ថាអ្វីដែលធ្វើឲ្យខ្ញុំរំជួលចិត្តបំផុតនោះគឺខ្ញុំបានជួបសន្ទនាជាមួយគ្រួសាររងគ្រោះដែលបានរៀបរាប់ទាំងទឹកភ្នែកអំពីការបាត់បង់របស់ពួកគេក្នុងនោះស្ត្រីជាម្ដាយជាច្រើនរូបបានរៀបរាប់អំពីស្ថានភាពដ៏គួរឲ្យភ័យរន្ធត់នៅពេលភូមិឋានរបស់ពួកគាត់ត្រូវរងទម្លាក់គ្រាប់បែកនិងអារម្មណ៍ខ្លោចផ្សាពេលឃើញផ្ទះសម្បែងរបស់ខ្លួនត្រូវបានគ្រឿងចាក់ឈូសឆាយបំផ្លាញរៀបដល់ដីប្រជាពលរដ្ឋស៊ីវិលកម្ពុជាប្រមាណ 65,000 នាក់បានភៀសសឹកចេញពីតំបន់ព្រំដែនកាលពីចុងឆ្នាំកន្លងទៅហើយក្នុងនោះប្រជាជនជាង 20,000 នាក់នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបានឡើយលោក Thomas បានធ្វើដំណើរទៅដល់អតីតទីប្រជុំជនជាដែនមួយនិងបានឃើញរបាំងព្រំដែននិងលួសបន្លាដែលត្រូវបានដាក់ដើម្បីរារាំងប្រជាពលរដ្ឋមិនឲ្យវិលត្រឡប់ទៅផ្ទះវិញលោកបញ្ជាក់ថាខ្ញុំបានឃើញផ្ទះដែលមានស្នាមធ្លុះធ្លាយដោយសារគ្រាប់កាំភ្លើងសិប្បកម្មនិងឃ្លាំងស្តុកទំនិញដែលបានខូចខាតហើយថែមទាំងបានឃើញគ្រាប់ប្លង់មិនទាន់ផ្ទុះមួយគ្រាប់នៅក្នុងគំនរសំណង់បែកបាក់ទាំងនោះទៀតផងដោយឡែកលោក Ned Petra រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថាទោះបីភាគីថៃព្យាយាមប្រកែកឬបង្កើតនីតិនកថាផ្សេងៗយ៉ាងណាក៏ដោយក៏មិនអាចលាក់បាំងការចាត់ប្រកាន់និងភស្តុតាងដែលត្រូវបានលើកឡើងអំពីសកម្មភាពយោធារបស់ខ្លួននៅលើទឹកដីកម្ពុជាបានឡើយព័ត៌មានរូបភាពផ្កាយរណបសកម្មកម្មរបស់ជនរងគ្រោះនិងការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិបានធ្វើឲ្យពិភពលោកអាចវិយតម្លៃដោយខ្លួនឯងថាតើភាគីណាជាអ្នកប្រើកម្លាំងតើភាគីណាជាអ្នកទទួលរងផលប៉ះពាល់ជាក់ស្ដែងការចេញរបាយការណ៍របស់លោក Thomas Andrews បានធ្វើឲ្យការព្យាយាមបង្កើតរូបភាពថាជាជនរងគ្រោះរបស់ភាគីថៃទទួលរងការសាកសួរយ៉ាងខ្លាំងពីមតិសាធារណៈអន្តរជាតិបកស្បែកជៀមពីសត្វខ្លាយោងតាមច្បាប់អន្តរជាតិជនភេសឹកដោយសារចំនួនប្រដាប់អាវុធមានសិទ្ធិវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញកិច្ចព្រមព្រៀងបទឈប់បាញ់ចុះថ្ងៃទី27 ខែធ្នូឆ្នាំ 2025 រវាងកម្ពុជានិងថៃក៏បានចែងយ៉ាងច្បាស់ថាប្រជាពលរដ្ឋស៊ីវិលត្រូវទទួលបានការអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងនិងមុខរបរចិញ្ចឹមជីវិតរបស់ខ្លួនវិញដោយសុវត្ថិភាពនិងគ្មានការរារាំងជុំវិញបញ្ហានេះអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថាហេតុនេះជាការចាំបាច់ណាស់ដែលប្រទេសថៃនិងកម្ពុជាត្រូវធ្វើការរួមគ្នា
ដើម្បីពន្លឿនការវិលត្រឡប់ទៅផ្ទះវិញជូនប្រជាពលរដ្ឋទាំងនោះពួកគេត្រូវការវិលត្រឡប់ទៅផ្ទះវិញហើយពួកគេស័ក្តិសមនឹងវិលត្រឡប់ទៅផ្ទះរបស់ខ្លួនឯងវិញបាន